Paris Saint-Germain ជួបជាមួយនឹង Arsenal នៅវគ្គផ្ដាច់ព្រ័ត្រ Champions League ទីបំផុតបាទគឺរកឃើញបាទបែកភាពវគ្គផ្ដាច់ព្រ័ត្រហើយ Paris Saint-Germain ជួបជាមួយនឹង Arsenal ហើយការប្រកួតបាទគឺនឹងធ្វើឡើងនៅយប់ថ្ងៃទី30ចូលថ្ងៃទី1បាទខែមិថុនាខាងមុខនេះបាទនៅវេលាម៉ោង2រំលងអាត្រិតបាទអញ្ចឹងដូចដែលយើងតាមដានចិត្តមួយឆ្នាំបាទនិយាយទៅមករដូវកាលតាំងពីវគ្គសន្សំបន្ទុបាទរហូតមកដល់ឥឡូវហើយមិញនេះបាទគឺយើងសរុបលទ្ធផលការប្រកួតដែលបាយឺនម៉ូនិចបាទជាមួយនឹងប៉ារីសគឺជើងទី2នេះមួយស្មើទេបាទជើងទី1សុទ្ធគ្នា9គ្រាប់ជើងទី2សុទ្ធគ្នាតែ2គ្រាប់លទ្ធផល1ទៅ1ដែលសរុបទៅគឺប៉ារីសឈ្នះបាយឺនម៉ូនិច6-5បាទហើយអាសណលឈ្នះអាតេម៉ាឌ្រីត2-1ទាំងពីរជើងអញ្ចឹងប៉ារីសត្រូវជួបជាមួយនឹងអាសណលសូមបញ្ជាក់ថាប៉ារីសជាមួយនឹងអាសណលគឺដូចជាអត់ដែរជួបគ្នាទេបាទនៅវគ្គសន្សំបន្ទុកបាទអញ្ចឹងទើបតែជួបគ្នាលើកនេះទេហើយអ្វីដែលសំខាន់បាទអាសណលឡើងវគ្គផ្ដាច់ព្រ័ត្រលើកទី2ប៉ារីសក៏ឡើងវគ្គផ្ដាច់ព្រ័ត្រលើកទី2បាទហើយឡើងនេះគឺឡើងក្នុងនាមជាក្រុមការពារតំណែងជើងឯកទៀតសម្រាប់ Paris Saint-Germain អូខេបាទអញ្ចឹងវគ្គផ្ដាច់ព្រ័ត្រប៉ារីសជួបជាមួយនឹងអាសណលរងចាំទស្សនាទាំងអស់គ្នាអ្វីដែលកាន់តែជាការតាមដានរបស់ប្រិមិត្តអាសណលនោះគឺអាសណល71ឆ្នាំតាំងពី Champions League បង្កើតមកអត់ដែលឈ្នះពានទេ Paris Saint-Germain ក៏ទើបតែឈ្នះពានមកលើកគត់បាទជាង70ឆ្នាំដែលបង្កើតទើបតែឈ្នះឆ្នាំមុននឹងឯងហើយមកឆ្នាំនេះឡើងវគ្គផ្ដាច់ព្រ័ត្រក្នុងនាមជាក្រុមការពារតំណែងជើងឯកបាទញាក់សាច់ចម្ដងអូខេបាទយើងកុំភ្លេចតាមដានវគ្គផ្ដាច់ព្រ័ត្រទាំងអស់គ្នានៅថ្ងៃទី1បាទខែមិថុនាខាងមុខនេះអរគុណបាយបាទទីបំផុតរកឃើញហើយបងប្អូនយើងក្រុមដែលត្រូវប៉ះគ្នានៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នៅក្នុងរដូវកាលនេះគឺកំភ្លើងធំ Arsenal នឹងត្រូវជួបជាមួយនឹង Paris Saint-Germain ដើម្បីដណ្ដើមពានរង្វាន់ UEFA Champions League នៅក្នុងរដូវកាល 2025-26 នេះ Arsenal ពួកគេបានផ្ដួលទៅលើ Atletico de Madrid នៅវគ្គ4ក្រុមចុងក្រោយដោយលទ្ធផលទាំងពីរជើង2-1 ខណៈដែលក្រុម Paris Saint-Germain ពួកគេបានផ្ដួលទៅលើជើងខ្លាំងរបស់អាល្លឺម៉ង់ Bayern Munich លទ្ធផលទាំងពីរជើង6-5 ពេលនេះក្រុមទាំងពីរនឹងត្រូវប្រកួតគ្នាដើម្បីដណ្ដើមពានរង្វាន់ UEFA Champions League នៅក្នុងរដូវកាលនេះផងដែរ Arsenal ពួកគេធ្លាប់ឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដងដែរកាលពីឆ្នាំ2006ប៉ុន្តែបានត្រឹមតែរងជើងឯកប៉ុណ្ណោះដោយចាញ់ Barcelona នៅវគ្គផ្ដាច់ព្រ័ត្រ2-1 ខណៈដែលក្រុម Paris Saint-Germain ឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាលនេះគឺជាលើកទី2របស់ពួកគេហើយខណៈដែលលើកទី1ពួកគេឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្របានផ្ដួលទៅលើក្រុមបាល់ទាត់ Inter Milan 5-0 ហើយក៏ឈ្នះជើងឯកលើកដំបូងនៃពានរង្វាន់ UEFA Champions League មួយនេះកាលពីរដូវកាលមុនផងដែរហើយរដូវកាលនេះពួកគេឡើងមកជាថ្មីម្ដងទៀតក្នុងនាមជាក្រុមការពារតំណែងជើងឯកកាលពីរដូវកាលមុនផងដែរចាំមើលថា Arsenal ឬក៏ក្រុម Paris Saint-Germain ជាអ្នកគ្រងតំណែងជើងឯក UEFA Champions League នៅក្នុងរដូវកាលនេះបងប្អូនយើងអាច comment លេងៗនៅខាងក្រោមវីដេអូនេះបាទ